alo ngày này mà tọt comment mùi quạt ngon mày ban đểបញ្ហារបស់ YouTube វាលោតចេញចេះមានបញ្ហានៅក្នុងគណនីរបស់អ្នកអាហ្នឹងបើសិនជាត្រឹមតែយើងចង់មើល YouTube អត់អីពិបាកទេគឺស្រួលទេនិយាយទៅគេមានបញ្ហាអីអាច comment សួរបានខ្ញុំថតវីដេអូធ្វើឲ្យអញ្ចឹង comment សួរបាននេះបើសិនជាបញ្ហា YouTube នេះយើងចូលទៅក្នុង YouTube វាលោតបញ្ហាគណនីនេះអាហ្នឹងវាខូចដោយសារYouTube យើងដាក់ Gmail ចូលរួចទី2មកពីយើង download បទចម្រៀងក្នុង YouTube អញ្ចឹងទៅវានឹងខូចអា Gmail ហ្នឹងដល់ពេលវាខូច Gmail ទៅ YouTube យើងមើលអត់កើតទេគឺវាលោតចេញចឹងរហូតចេញចឹងអញ្ចឹងយកល្អមើល YouTube មិន down ទេតែ down ទៅវាមានបញ្ហាលើគណនីហ្នឹងហើយវិធីដោះវាស្រួលទេត្រឹមតែយើងចង់មើលបានអត់មានអីពិបាកទេយើងចូលទៅក្នុងការកំណត់អូសចុះក្រោមរោពាក្យថានេះអ្នកប្រើប្រាស់និងគណនីយើងចូលពីលើវាមកអធិស្ឋានខ្ញុំដាក់សាយតិចហើយបន្តមកនេះ Gmail នេះឲ្យតែមានអក្សរ G អក្សរ G ហ្នឹងយើងលុបចោលវាទាំងអស់តែមិនដាក់ទុកទេបើយើងទុកទៅវាមើលអត់កើតទេអញ្ចឹងយើងលុបវាចោលទៅព្រោះ Gmail ហ្នឹងវាខូចអស់ហើយយើងលុបចោលទាំង3មកបើសិនជាយើងមាន1យើងលុបចោល1បើមាន2យើងលុបចោល2បើមាន3យើងលុបចោល3ទៅឬក៏មាន5 6យើងលុបចោលទាំងអស់ទៅដល់ពេលយើងលុបអញ្ចឹងទៅគឺមើលកើតបានធម្មតាវិញ YouTube យើងគឺមើលបានយើង clear វាចោលអញ្ចឹងមកតោះមកយើងចូលក្នុង YouTube វិញមកយើងចូលក្នុង YouTube មើលបានធម្មតានេះបើសិនវាលោតអញ្ចឹងទៀតយើងចុចកុំឲ្យចំវាយើងចុចក្រៅពីវាអញ្ចឹងមកវានឹងលោតហើយតោះមកវានឹងលោតចេញចេះដោយសារអី Facebook យើងអត់មាន Gmail អញ្ចឹងយើងចូលទៅ search បទចម្រៀងមកដៃមកខាងបបាក់ជន់តិចហើយណាយើងគ្រាន់ search បទចម្រៀងមកចេញហើយតែប៉ុណ្ណឹងមើលកើតធម្មតាវិញហើយសារទូរស័ព្ទនេះវារៀងស្ពឹកដែរយើងយកទូរស័ព្ទភ្ញៀវយកមកធ្វើដែរអញ្ចឹងយើង search បទចម្រៀងមកវាចេញហើយយើង search អីគឺវាចេញហើយយើង search មកចេញធម្មតាយើងមើលបានធម្មតាលេងអីហើយវីដេអូនេះមានតែប៉ុណ្្នឹងទេអរគុណ